សមាជបៈឆ្នាំ2026សករាជវៀតណាមងើបត្រដែតនៅថ្ងៃទី23ខែមករាឆ្នាំ2026នេះសមាជដ៏សំខាន់មួយរបស់បកកុម្មុយនីសវៀតណាមត្រូវបានបិទបញ្ចប់ចំនួន2ថ្ងៃមុនកាលកំណត់នៅក្នុងសមាជដ៏តឹងតែងនេះប្រតិភូបកកុម្មុយនីសវៀតណាមប្រហែល 1600 នាក់ដែលតំណាងឲ្យសមាជិកបកកុម្មុយនីសវៀតណាមប្រមាណជាង 5.6 លាននាក់នោះមិនត្រូវបានគេអនុញ្ញាតឲ្យយកទូរស័ព្ទចូលក្នុងសមាជនោះទេតែផ្ទុយទៅវិញពួកគេត្រូវបានគេចែកឧបករណ៍ tablet ឲ្យម្នាក់មួយគ្រឿងនិងភ្ជាប់អ៊ីនធឺណិតផ្ទៃក្នុងសម្រាប់ពិនិត្យឯកសារសំខាន់ៗរបស់បកនៅចុងបញ្ចប់នៃសមាជប្រតិភូបកកុម្មុយនីសវៀតណាមបានជ្រើសរើសលោកតូលឹមឲ្យបន្តធ្វើជាអគ្គលេខាធិការបកដែលជាតំណែងមានអំណាចខ្លាំងជាងគេបំផុតនៅប្រទេសវៀតណាមសម្រាប់អ្នកជំនាញនយោបាយវៀតណាមការបញ្ចប់សមាជមុនកំណត់ចំនួន2ថ្ងៃបានបង្ហាញថាលោកតូលឹមបានទទួលការគាំទ្រភ្លុកទឹកភ្លុកដីនៅក្នុងគណៈបកដែលនាំឲ្យការជ្រើសរើសថ្នាក់ដឹកនាំបកបានប្រព្រឹត្តទៅយ៉ាងរលូនឬក៏យ៉ាងហោចណាស់ក៏បានបង្ហាញថាអ្នកប្រឆាំងនឹងលោកតូលឹមត្រូវបានគេបំបត្តិមាត់ដែរសមាជបកកុម្មុយនីសវៀតណាមនៅឆ្នាំ2026នេះវាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់វៀតណាមព្រោះវាជាការបើកទំព័រសករាជដ៏ត្រចះត្រចង់មួយសម្រាប់ជាតិសាសន៍វៀតណាមលោកតូលឹមជាអគ្គលេខាធិការបកបានហៅសករាជនេះថាជាសករាជជាតិសាសន៍វៀតណាមងើបត្រដែតខ្លួននៅក្នុងសមាជនេះបកកុម្មុយនីសវៀតណាមមានគោលដៅនឹងការបដិញ្ញាចិត្តយ៉ាងធំធេងក្នុងការកែប្រែសេដ្ឋកិច្ចវៀតណាមនៅក្នុងនោះវៀតណាមបដិញ្ញាសម្រេចឲ្យបាននៅកំណើនសេដ្ឋកិច្ចក្នុងអត្រា 10% ក្នុងរយៈពេល5ឆ្នាំជាប់គ្នាហើយវៀតណាមក៏បានដាក់ផែនការកែប្រែសេដ្ឋកិច្ចរបស់ខ្លួនពីសេដ្ឋកិច្ចមួយដែលពឹងផ្អែកផលិតកម្មកម្លាំងពលកម្មថោកទៅកាន់សេដ្ឋកិច្ចមួយដែលពឹងផ្អែកលើចំណេះដឹងនិងបច្ចេកវិទ្យានៅក្នុងដំណើរនេះបកកុម្មុយនីសវៀតណាមបានរំពឹងទុកថាខ្លួននឹងអាចរុញជីវភាពប្រជាជនវៀតណាមឲ្យឡើងខ្ពស់ឆ្លងផុតអន្ទាក់ប្រទេសដែលមានប្រាក់ចំណូលមធ្យមឲ្យទៅដល់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់រហូតមកដល់ពេលនេះប្រទេសធំៗនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាថៃម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីជាដើមនោះគឺកំពុងតែស្ថិតនៅជាប់ផុងក្នុងកម្រិតប្រទេសមានប្រាក់ចំណូលមធ្យមនៅឡើយដោយពុំទាន់មានប្រទេសណាអាចឆ្លងផុតបាននៅឡើយទេដូច្នេះការបដិញ្ញារបស់បកកុម្មុយនីសវៀតណាមនៅពេលនេះគឺជាការបដិញ្ញាដ៏ធំធេងមួយដើម្បីឲ្យប្រទេសវៀតណាមអាចដើរដល់គោលដៅទាំងនេះវៀតណាមក្រោមការដឹកនាំរបស់លោកតូលឹមបានផ្លាស់ប្ដូរវិធីសាស្ត្រសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់គាត់គឺលោកតូលឹមបានផ្លាស់ប្ដូរពីការយកចិត្តទុកដាក់ទៅលើក្រុមហ៊ុនរបស់រដ្ឋទៅផ្ដោតការយកចិត្តទុកដាក់លើក្រុមហ៊ុនឯកជនសម្រាប់ជាម៉ាស៊ីនទាញឲ្យសេដ្ឋកិច្ចវៀតណាមដើរទៅមុខការផ្លាស់ប្ដូរនេះគឺជារឿងធំធេងណាស់សម្រាប់ប្រទេសសង្គមនិយមដូចជាវៀតណាមដែលកន្លងមកក្រុមហ៊ុនរដ្ឋតែងតែត្រូវបានយកចិត្តទុកដាក់យ៉ាងពិសេសឧទាហរណ៍នៅលើសិទ្ធិទទួលបានដីធ្លីប្រើប្រាស់ជាដើមតែនៅក្នុងយុទ្ធសាស្ត្រថ្មីនេះគឺវៀតណាមនឹងផ្ដោតការជួយជ្រោមជ្រែងក្រុមហ៊ុនឯកជនដែលលោកតូលឹមបានហៅក្រុមហ៊ុនទាំងនេះថាជាសត្វកុកមេវងក្នុងន័យនេះគឺប្រទេសវៀតណាមក្រោមការដឹកនាំរបស់លោកតូលឹមចង់យកគំរូសេដ្ឋកិច្ចតាមប្រទេសកូរ៉េខាងត្បូងដែលក្រុមហ៊ុន Chaebol ធំទទួលបានការជួយជ្រោមជ្រែងពីរដ្ឋកូរ៉េខាងត្បូងហើយបន្ទាប់មកក្រុមហ៊ុន Chaebol ទាំងនេះបានទទួលជោគជ័យក្នុងការទាញសេដ្ឋកិច្ចកូរ៉េខាងត្បូងចាប់តាំងពីទសវត្សរ៍ទី70មកម្ល៉េះមួយផ្នែកទៀតនៃយុទ្ធសាស្ត្ររបស់លោកតូលឹមគឺវៀតណាមបានកែប្រែស្ថាប័នរដ្ឋរបស់ខ្លួនឲ្យមានប្រសិទ្ធភាព
តាមរយៈការកាត់ចោលនៅភាពស្មុគស្មាញនៃប្រព័ន្ធរដ្ឋបាលនៅក្នុងនោះវៀតណាមក្រោមការដឹកនាំរបស់លោកតូលឹមបានកាត់បន្ថយចំនួនខេត្តពី63មកនៅត្រឹមចំនួន34ខេត្តប៉ុណ្ណោះបន្ថែមពីលើនេះទៀតវៀតណាមបានបង្រួមនិងលុបចោលក្រសួងស្ថាប័នមួយចំនួនព្រមទាំងបញ្ឈប់មន្ត្រីរាជការរហូតដល់ជាង 10,000 នាក់ទៀតផងស្របពេលជាមួយគ្នានេះដែរក្រោមកណ្ដាប់ដៃរបស់លោកតូលឹមដែលជាអគ្គលេខាធិការរបស់បកការបោសសម្អាតអំពើពុករលួយបានធ្វើឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនរបស់វៀតណាមបានធ្លាក់ពីតំណែងដែលរួមមានថ្នាក់រដ្ឋមន្ត្រីនិងប្រធានាធិបតីជាដើមការកែប្រែប្រព័ន្ធរដ្ឋបាលឲ្យកាន់តែមានប្រសិទ្ធភាពនេះមានទ្រង់ទ្រីធំពេករហូតដល់លោកតូលឹមហៅវាថាជាបដិវត្តស្ថាប័នទៀតផងចំពោះអ្នកជំនាញលើកិច្ចការប្រទេសវៀតណាមគ្មានអ្នកណាគេមានមន្ទិលសង្ស័យអំពីចិត្តឧស្សាហ៍ព្យាយាមធ្វើការងារនិងធម៌ពលរបស់ជនជាតិវៀតណាមក៏ដូចជាការបដិញ្ញាចិត្តរបស់លោកតូលឹមដែលជាបុគ្គលមានអំណាចខ្លាំងជាងគេបំផុតនៅវៀតណាមក្នុងការធ្វើឲ្យសម្រេចគោលដៅទាំងនេះទេតែអ្វីដែលអ្នកជំនាញបានកត់សម្គាល់ការដាក់គោលដៅឲ្យមានកំណើនសេដ្ឋកិច្ចក្នុងអត្រា 10% ចំនួន5ឆ្នាំជាប់គ្នាវាហាក់ដូចជាអត្រាមួយដ៏ខ្ពស់ខ្លាំងពេកព្រោះគេបានប្រៀបធៀបថាសូម្បីតែប្រទេសចិននៅចន្លោះពីឆ្នាំ1979រហូតដល់ទសវត្សរ៍ឆ្នាំ2010ដែលគេចាត់ទុកជាយុគមាសនៃកំណើនសេដ្ឋកិច្ចរបស់ចិននោះចិនមិនដែលមានកំណើនសេដ្ឋកិច្ចដល់ 10% ក្នុងមួយឆ្នាំនោះទេគឺចិនមានកំណើនសេដ្ឋកិច្ចត្រឹមតែប្រហែល 9% ក្នុងមួយឆ្នាំប៉ុណ្ណោះម្យ៉ាងវិញទៀតអ្នកជំនាញក៏បានដាក់មន្ទិលសង្ស័យដែរពីការសម្រេចគោលដៅសេដ្ឋកិច្ចរបស់វៀតណាមពីព្រោះថាបរិយាកាសជំនួញពិភពលោកបច្ចុប្បន្ននេះកំពុងតែស្រពេចស្រពិលខណៈលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកបានសម្រេចយកពន្ធគយធ្វើជាអាវុធក្នុងពាណិជ្ជកម្មជំហរបែបនេះរបស់លោកដូណាល់ត្រាំនឹងជះផលប៉ះពាល់យ៉ាងខ្លាំងដល់វៀតណាមពីព្រោះថាបើប្រៀបធៀបនឹងប្រទេសធំៗផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយគ្នាគឺវៀតណាមត្រូវការនាំទំនិញចេញទៅកាន់ទីផ្សារអាមេរិកខ្លាំងជាងប្រទេសណាទាំងអស់